ឆ្កែឃ្លានកំពុងរកចំណីនៅលើទន្លេទឹកកកភ្លាមនោះជើងរបស់វាក៏រអិលឆ្កែនោះក៏ធ្លាក់ចូលទៅក្នុងទឹកកកវាប្រឹងប្រែងយ៉ាងខ្លាំងប៉ុន្តែទោះបីជាវាព្យាយាមយ៉ាងណាក៏ដោយក៏វាមិនអាចឡើងមកលើទឹកកកវិញបានដែរទឹកត្រជាក់ពេកមិនយូរប៉ុន្មានឆ្កែនោះក៏អស់កម្លាំងអ្វីដែលវាអាចធ្វើបានគឺគ្រាន់តែមើលខ្លួនឯងលេចចូលទៅក្មេងស្រីម្នាក់នៅក្បែរនោះឃើញហេតុការណ៍ទាំងអស់នាងប្រញាប់ទៅជួយសង្គ្រោះឆ្កែនោះប៉ុន្តែទឹកកកនៅក្រោមជើងនាងស្ដើងពេកស្នាមប្រេះក៏ស្រាប់តែបែកចេញនៅក្រោមជើងនាងក្មេងស្រីម្នាក់ទៀតក៏ធ្លាក់ចូលទៅក្នុងទន្លេដែរនាងនៅក្មេងពេកនាងមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីតស៊ូនឹងចរន្តទឹកមួយសន្ទុះក្រោយមកនាងក៏បាត់បង់ស្មារតីហើយលិចទៅបាតទន្លេមានតែកាបូបស្ពាយរបស់នាងទេដែលអណ្ដែតលើផ្ទៃទឹកបងប្រុសរបស់ក្មេងស្រីនោះឃើញកាបូបស្ពាយអណ្ដែតក្នុងទឹកគាត់ភ័យខ្លាចណាស់គាត់ប្រញាប់ទៅជួយសង្គ្រោះប្អូនស្រីរបស់គាត់អ្នកឈរមើលចាប់គាត់ជាប់ហើយមិនព្រមឲ្យគាត់លោតចូលទៅស្លាប់ដែរនៅពេលនោះឆ្កែនោះក៏អាចវាឡើងមកលើច្រាំងវិញដោយខ្លួនឯងប៉ុន្តែក្មេងស្រីនោះមិនដែលងើបមកវិញឡើយនាងបាត់បង់ជីវិតហើយឆ្កែនោះសម្លឹងមើលកាបូបស្ពាយដែលលើទឹកហាក់ដូចជាវាបន្តរងចាំម្ចាស់របស់វាមកវិញវាគ្មានគំនិតថាភាពលោភលន់របស់វាធ្វើឲ្យក្មេងស្រីនោះស្លាប់បន្ទាប់ពីប្អូនស្រីរបស់គាត់ស្លាប់បងប្រុសរបស់គាត់ក៏សោកកៅខ្លាំងណាស់គាត់ស្ទើរតែទប់ចិត្តមិនបានគាត់បន្ទោសខ្លួនឯងដែលមិនអាចការពារនាងបានហើយគាត់បន្ទោសឆ្កែនោះទាំងស្រុងប្រសិនបើមិនមែនប្រតែជួយសង្គ្រោះឆ្កែនោះទេប្អូនស្រីរបស់គាត់នៅតែមានជីវិតក្នុងអំឡុងពេលនេះឆ្កែនោះក៏ត្រឡប់ទៅស្ថានីយ៍រថភ្លើងដែលក្មេងស្រីនោះធ្លាប់នាំវាទៅវាចាំនៅទីនោះទាំងខ្យល់និងព្រិលពេញមួយថ្ងៃមួយយប់ដោយសង្ឃឹមថានឹងមានបែដេហេអភូតហេតុអ្វីមួយប៉ុន្តែគ្មានអ្វីកើតឡើងទេឆ្កែនោះក៏ត្រឡប់ទៅផ្ទះវិញហើយស្វែងរកនៅក្រោមទូដោយព្យាយាមចាប់ក្លិនរបស់ក្មេងស្រីនោះរាល់ពេលដែលបងប្រុសឃើញឆ្កែនោះគាត់បាត់បង់ការគ្រប់គ្រងនៅក្នុងភ្នែករបស់គាត់ឆ្កែនោះគឺជាមូលហេតុដែលធ្វើឲ្យប្អូនស្រីរបស់គាត់ស្លាប់កំហឹងទាំងអស់របស់គាត់ត្រូវបានបញ្ជូនទៅលើវាទីបំផុតគាត់បោះឆ្កែនោះចេញពីផ្ទះប៉ុន្តែឆ្កែនោះមិនព្រមទៅវានៅក្បែរបងប្រុសតាមគាត់គ្រប់ទីកន្លែងគាត់រើសថ្មឲ្យគប់ទៅលើវាមួយគ្រាប់ស្ទើរតែត្រូវចំវាចំទោះជាយ៉ាងណាក៏ដោយឆ្កែនោះមិនព្រមទៅទេព្រោះថាប្អូនស្រីរបស់គាត់បានស្លាប់ទៅហើយបងប្រុសមិនអាចបំភ្លេចកន្លែងដែលធ្វើឲ្យគាត់ឈឺចាប់ខ្លាំងនោះបានទេមិនយូរប៉ុន្មានក្រោយមកឆ្កែនោះក៏បង្ហាញខ្លួនម្ដងទៀតតាមគាត់ដោយដឹងថាបងប្រុសកំពុងព្យាយាមទប់វាចោលវាប្រុសខ្លាំងនៅខាងក្រៅរបងដែលមិនអាចចូលទៅបានព្រោះខ្លាចថានេះជាលើកចុងក្រោយដែលពួកគេនឹងត្រូវបែកគ្នាជារៀងរហូតនៅពេលដែលឆ្កែនោះជ្រៀតចូលតាមរបងហើយចូលទៅក្នុងស្ថានីយ៍បងប្រុសក៏បានឡើងរថភ្លើងរួចហើយកាន់តែឃ្លាតឆ្ងាយទៅតែពេលនោះទេដែលវាពិតជាយល់ថាវាត្រូវបានគេបោះបង់ចោលវាឡើងទប់ចិត្តបានទៀតហើយវារត់ទៅរកឡានក្រុងដូចជាមានអ្វីមួយដាច់នៅខាងក្នុងវាដោយមិនខ្វល់ពីគ្រោះថ្នាក់វាលោតចុះទៅលើវេទិកាហើយដេញតាមរថភ្លើងតាមផ្លូវដែកដោយអស់ពីសមត្ថភាពគ្រោះមុតស្រួយធ្វើឲ្យជើងមុខរបស់វារបួសម្ដងហើយម្ដងទៀតប៉ុន្តែវាមិនឈប់ទេព្រោះថាជ្រើទៅក្នុងចិត្តឆ្កែនោះបានបាត់បង់សមាជិកគ្រួសារម្នាក់រួចហើយលើកនេះវាបដិសេធមិនឲ្យបងប្រុសទៅទេប៉ុន្តែគ្មានផ្លូវដែលជ្រុលរត់លឿនជាងរថភ្លើងបានទេមិនយូរមិនឆាប់រថភ្លើងក៏ទៅឆ្ងាយហើយបាត់ពីភ្នែកនៅពេលយប់មកដល់ទីបំផុតឆ្កែក៏ឈប់វាឃ្លានពេលមិនអាចបន្តទៅមុខទៀតបានអ្វីដែលវាអាចធ្វើបានគឺផឹកទឹកដើម្បីរស់នៅពេលដែលវាហត់ពេកមិនអាចដើរបានវាដេកនៅក្បែរផ្លូវដែកដើម្បីសម្រាកឆ្កែនោះដឹងច្បាស់មួយយ៉ាងថាដែលរាប់ណាវាដើរតាមផ្លូវដែកវានឹងរកឃើញគាត់នៅទីបំផុតហើយដូច្នេះវាដើរអស់រយៈពេលថ្ងៃ3យប់ជាប់គ្នាទីបំផុតឆ្កែនោះក៏ទៅដល់ទីក្រុងតូចមួយនៅពេលនេះវាខ្សោយពេកមិនអាចគំរើបានប៉ុន្តែដោយសារតែភាពអស់សង្ឃឹមចង់បន្តទៅមុខទៀតវាបានងើបឡើងដោយមានច័ន្ទបាក់នៅក្នុងមាត់ហើយកន្ទុយរបស់វាក៏កម្រើសុំអាហារពីអ្នកស្រុកផ្ទុយទៅវិញវាគ្រាន់តែធ្វើឲ្យអ្នកស្រុកភ័យខ្លាចប៉ុណ្ណោះពួកគេវាស្រែដាក់វាហើយដេញវាចេញដោយគ្មានអាហារនិងគ្មានសំណាងឆ្កែនោះក៏ដួលទៅលើដីមិនអាចងើបឡើងវិញបានប៉ុន្តែគំនិតអំពីបងប្រុសបានជំរុញឲ្យវាឆ្លងកាត់ភាពអស់កម្លាំងហើយតាមរបៀបណាមួយវាបានបង្ខំខ្លួនឯងឲ្យងើបឈរឡើងវិញវាឃើញមនុស្សចាស់ពីរនាក់កំពុងញ៉ាំអាហារនៅក្បែរហើយក៏សាក់លបងសំណាងដំបងឡើយពួកគេព្យាយាមដេញវាចេញបន្ទាប់មកឆ្កែនោះក៏ងើបឈរឡើងដោយជើងក្រោយរបស់វាដោយប្រែជើងមុខដើម្បីសុំអាហារតាមរបៀបដែលគួរឲ្យស្រឡាញ់បំផុតពួកគេទាំងពីរនាក់ក៏សាច់ចំអប់ឲ្យទិដ្ឋភាពនោះហើយផ្ដល់រង្វាន់ឲ្យវាដោយសាច់ជ្រូកមួយដុំធំបន្ទាប់ពីវាស៊ីរួចឆ្កែនោះក៏ចាប់ក្លិនបងប្រុសបានម្ដងទៀតហើយបន្តដើរតាមផ្លូវដែកទៅទៀតបន្ទាប់ពីការធ្វើដំណើរដ៏វែងឆ្ងាយនិងនឿយហត់ទីបំផុតវាក៏ទៅដល់ទីក្រុងដែលបងប្រុសរស់នៅប៉ុន្តែទីក្រុងនេះមានមនុស្សកកុញការស្វែងរកគាត់នៅទីនេះនឹងមិនងាយស្រួលទេអ្វីដែលវាអាចធ្វើបានគឺបន្តដើរតាមដងផ្លូវស្វែងរកគ្រប់យ៉ាងនៅក្នុងភូមិមនុស្សដើម្បីរកមនុស្សម្នាក់ដែលវាកំពុងស្វែងរកបន្ទាប់មកនៅយប់មួយខណៈពេលដែលឆ្កែកំពុងជិះកំណោសម្រាមរកអាហារវាឃើញរូបរាងមួយដែលធ្លាប់ស្គាល់ចូលនៅក្បែរទូដាក់អ៊ីវ៉ាន់នៅចម្ងាយវាហាក់ដូចជាបងប្រុសវារត់ចេញហើយរត់ទៅតែដឹងថាវាជាមនុស្សខុសបេះដូងរបស់ឆ្កែធ្លាក់ចុះប៉ុន្តែវាមិនទៅណាទេព្រោះក្លិនរបស់បងប្រុសនៅតែមាននៅទីនេះមិនអាចច្រឡំបានទេពេលស្រូបក្លិនដែលធ្លាប់ស្គាល់នោះឆ្កែក៏ចាប់ដើមស្ងប់ចិត្តបន្តិចម្ដងទេដូច្នេះវានៅទីនោះក្បែរទូដាក់អ៊ីវ៉ាន់ហើយរងចាំនៅថ្ងៃបន្ទាប់ក្រុមគ្រប់គ្រងសត្វបានមកដល់ចំណុចវិញពួកគេចង់ស្ហាយជំវិញករបស់ឆ្កែហើយព្យាយាមទាញវាចេញប៉ុន្តែទោះបីជាពួកគេទាញខ្លាំងប៉ុណ្ណាក៏ដោយឆ្កែនោះនៅតែឈរនៅទន្ទឹងដូចជាជាប់នឹងដីបុរសពេញវ័យពីរនាក់មិនអាចគំរើវាបានសូម្បីតែអ៊ីងវាគ្រាន់តែបដិសេធមិនឲ្យគំរើហ្វូមនុស្សចាប់ដើមប្រមូលផ្ដុំគ្នាដើម្បីមើលហើយនៅពេលនោះបងប្រុសដែលបាត់គីវមកហើយក៏នៅទីនោះក្នុងចំណោមពួកគេគាត់ស្គាល់ឆ្កែនោះភ្លាមដំបូងឡើយគាត់មិនចង់ពាក់ព័ន្ធជាមួយវាទេប៉ុន្តែនៅពេលវាស្រែកយំដោយ
ការឈឺចាប់អ្វីមួយនៅក្នុងខ្លួនគាត់ក៏បែបដែរគាត់រន់ច្រានហ្វូមនុស្សស្រែកថាគូដែរយកវាចេញពីទីនេះឆ្កែនោះទីបំផុតបានរកឃើញមនុស្សដែលវាកំពុងស្វែងរកអរិយៈយូរមកហើយវាសម្លឹងមើលគាត់ដែលមិនអាចងាយចាញ់បានភ្នែករបស់វាពោពេញដោយកំហុសប៉ុន្តែទោះបីជាបងប្រុសសង្គ្រោះវាក៏ដែរគាត់នៅតែមិនទាន់អត់ទោសឲ្យវាទេមិនមែនទេពិតប្រាកដទេគាត់ថែមទាំងព្យាយាមរកវិធីដើម្បីបោះបង់វាទៀតទោះជាយ៉ាងណាក៏ដោយឆ្កែនោះនៅមិនចាក់ចេញពីគាត់ឡើយវាដើរតាមគាត់រហូតដល់កន្លែងដែលគាត់ស្នាក់នៅបច្ចុប្បន្នប៉ុន្តែទីកន្លែងនេះមិនមែនជាផ្ទះពិតប្រាកដទេនៅលើផ្ទះខាងក្រៅវាហាក់ដូចជាចម្រើសម្រាប់ក្មេងកំព្រាតាមពិតទៅវាជាមុខរបរសម្រាប់បោកប្រាស់លុយពីមនុស្សហើយបើសិនបើពួកគេមិននាំមកវិញគ្រប់គ្រាន់ទេពួកគេនឹងត្រូវគេវាយលើកនេះបងប្រុសត្រឡប់មកវិញដោយដៃទទេហើយមេក្រុមក៏វាគាត់ដួលទៅលើដីដោយគ្មានមេត្តាឆ្កែនោះមើលបងប្រុសត្រូវគេធ្វើបាបហើយចាប់ផ្ដើមព្រុសដាក់ប្រុសនោះយ៉ាងកំហាំងព្រោះចង់ជួយគាត់ហើយខំប៉ុន្តែមេក្រុមចាប់បានដបងដៃហើយវាឆ្កែនោះដោយមិនប្រមាណនេះគាត់មិនត្រូវឈប់រហូតដល់វាមិនអាចសំបីតែយំទៀតថប់ផងប៉ុន្តែមេក្រុមមិនទាន់ចប់ទេនៅថ្ងៃបន្ទាប់ខណៈដែលបងប្រុសចេញទៅក្រៅគាត់អូសឆ្កែចូលក្នុងទ្រុងដោយបង្ខំហើយបោះវាចូលទៅជាមួយឆ្វេងតបដ៏សាហាវឆ្កែនោះមានរបួសពេញខ្លួនពីមុនមកហើយវាគ្មានឱកាសឈ្នះឆ្កែម្ខាងទៀតទេក្នុងរយៈពេលបន្តាន់វិនាទីវាត្រូវបានហែកខួរដោយស្រែកយំដោយការឈឺចាប់សម្បីតែបរិសុទ្ធដែលឈរនៅក្បែរក៏មើលទៅហាក់ដូចជាតក់ស្លុតដែរនៅពេលដែលវាចប់ពួកគេក៏បាច់ឆ្កែនោះទៅក្នុងគំនរសម្រាមនៅពេលនោះវាស្ទើរតែដាច់ខ្យល់ទៅហើយគ្មាននរណាម្នាក់ខ្វល់ខ្វាយថាតើវារស់ឬស្លាប់នោះទេនៅពេលដែលបងប្រុសត្រឡប់មកវិញហើយដឹងរឿងដែលបានកើតឡើងគាត់ក៏រត់ទៅរកគំនរសម្រាមភ្លាមៗប៉ុន្តែឆ្កែនោះបានបាត់បង់ទៅហើយនៅពេលនោះភាពសោកសៅនៃការបាត់បង់ប្អូនស្រីក៏ត្រឡប់មកវិញនៅលើផ្ទះខាងក្រៅបងប្រុសតែងតែធ្វើហាក់ដូចជាគាត់មិនអាចទ្រាំនឹងឆ្កែនោះបានប៉ុន្តែតាមពិតទៅគាត់បានចាត់ទុកវាជាគ្រួសារទៅហើយត្រឡប់មកជំរឿវិញបងប្រុសចង់សងសឹកចំពោះអ្វីដែលបានកើតឡើងចំពោះឆ្កែនោះគាត់បញ្ចេញកំហឹងទៅលើឆ្កែវែកតបនោះភ្លាមៗដែលមេក្រុមជួមមកហែកឃើញគាត់កំពុងធ្វើសកម្មភាពមិនជាឲ្យកូនចៅរបស់គាត់បងប្រុសចូលទៅក្នុងទ្រុងជាមួយឆ្កែនោះដែរបងប្រុសតស៊ូតបវិញឲ្យពីសមត្ថភាពភាពភ័យខ្លាចស្រោបពេញមុខរបស់គាត់គ្រាន់តែឆ្កែវែកតបនោះហៀបនឹងសម្លាប់គាត់សម្លេងស៊ីរ៉ានគាត់ស្រាប់តែបន្លឺឡើងនៅក្បែរនោះមេក្រុមដឹងថាមានអ្វីខុសប្រក្រតីក៏ពីហើយក៏រត់គេឈួនជាមួយឆ្កែនោះវាបង្ហាញថាគ្មានលុយទូរស័ព្ទហើយបលីនោះហើយជាមូលហេតុតែមួយគត់ដែលបងប្រុសមិនត្រូវបានចាប់ខ្លួនប៉ុន្តែនៅពេលដែលគាត់ហៀបនឹងរត់គេស្រាប់តែមានដៃមួយចាប់ស្មារបស់គាត់យ៉ាងខ្លាំងនោះគឺមេក្រុមដែលត្រឡប់មកវិញម្ដងទៀតដែលព្យាយាមបង្ខំគាត់ឲ្យចូលក្នុងឡានហើយអូសគាត់ទៅបងប្រុសតស៊ូអស់ពីសមត្ថភាពហើយចុងក្រោយក៏អាចរត់គេឈួនបានមេក្រុមបញ្ជូនឆ្កែវែកតបឲ្យតាមគាត់នៅពេលដល់គ្រោះថ្នាក់បំផុតឆ្កែដែលគ្រប់គ្នាគិតថាបានស្លាប់ទៅហើយនោះស្រាប់តែលេចមុខដែលមិនស្ទាក់ស្ទើរដែលចូលមកកណ្ដាលរវាងបងប្រុសនិងគ្រោះថ្នាក់តាមពិតទៅឆ្កែនោះមិនបានស្លាប់តទៅសោះវាគ្រាន់តែជាសះស្បើយនៅកន្លែងផ្សេងទៀតពេញមួយពេលនោះដោយប្រឈមមុខនឹងឆ្កែដែលក៏ស្ទើរតែសម្លាប់វាពីមុនមកវាបង្ហាញភាពភ័យខ្លាចតទៅសោះផ្ទុយទៅវិញវាបានយកឈ្នះឆ្កែម្ខាងទៀតទាំងស្រុងតាមរយៈវត្ថុអ្វីតបនោះហៀបនឹងភ័យខ្លាចរហូតដល់មិនហ៊ានចូលទៅចិត្តមានតែពេលដែលបងប្រុសឈរហើយវាត្រឡប់មកវិញទេទើបឆ្កែនោះងាកក្រោយហើយរត់គេឈួនខណៈដែលកំពុងឆ្លងផ្លូវឆ្កែវែកតបនោះមិនអាចឈប់ទាន់ពេលទេឡានមួយគ្រឿងបានបើមកយ៉ាងលឿនហើយបុកវាយ៉ាងពេញទំហឹងឃើញឆ្កែរបស់ខ្លួនឯងស្លាប់នៅចំពោះមុខមេក្រុងក៏ពោពេញដោយភាពសោកសៅនិងកំហឹងស្មាក់គ្នាគាត់ស្បត់ថានឹងធ្វើឲ្យបងប្រុសសងសឹកចំពោះរឿងនេះហើយចាប់ពីពេលនោះមកគាត់ចង់គិតគូរពីការសងសឹករបស់គាត់បន្ទាប់ពីគេផុតពីមេក្រុមបងប្រុសនិងឆ្កែក៏ឆ្លងកាត់ការលំបាកបន្ថែមទៀតប៉ុន្តែទីបំផុតក៏រកទៅជាយ៉ាងណាក៏ដោយឆ្កែនោះនៅតែខ្លាចមិនហ៊ានចូលទៅជិតគាត់ព្រោះខ្លាចត្រូវគេបោះបង់ចោលម្ដងទៀតការពិតគឺបងប្រុសបានអត់ទោសឲ្យវាជាយូរមកហើយប៉ុន្តែគាត់មិនអាចជួយមិនបានទាត់វាដែលមិនពេញចិត្តក្នុងទឹកដៃរបស់វាដែលព្យាយាមរុញវាជាម្ដងទៀតលើកលែងតែពេលស្បែកជើងរបស់គាត់ហោះចេញមកវាបែរជាបង្ហាញពីចំណុចខ្សោយដែលគាត់បានលាក់បាំងមកគ្រប់ពេលឆ្កែនោះក្រវីកន្ទុយហើយយកស្បែកជើងមកក្នុងមាត់ដែលត្រឡប់មកវិញដើម្បីយកវាឲ្យគាត់ភ្នែករបស់វារលីងរលោងដូចជាកំពុងសុំកុំឲ្យគាត់បោះបង់ចោលម្ដងទៀតឆ្កែឃ្លានកំពុងរកចំណីនៅលើទន្លេទឹកកកភ្លាមជើងរបស់វាក៏រអិលឆ្កែនោះក៏ធ្លាក់ចូលទៅក្នុងទឹកកកវាប្រឹងប្រែងយ៉ាងខ្លាំងប៉ុន្តែទោះបីជាវាព្យាយាមយ៉ាងណាក៏ដោយក៏មិនអាចឡើងមកលើទឹកកកវិញបានដែរទឹកត្រជាក់ពេកមិនយូរប៉ុន្មានឆ្កែនោះក៏អស់កម្លាំងតែអ្វីដែលវាអាចធ្វើបានគឺមើលខ្លួនឯងលេចក្មេងស្រីម្នាក់នៅក្បែរនោះឃើញហេតុការណ៍ទាំងអស់នាងបាត់បង់ស្មារតីហើយលេចទៅបាតទន្លេមានតែកាបូបស្ពី